អូខេសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងទៅនឹងកម្មវិធី Illustrator ក្នុងការគូរ logo FIFA World Cup 2026អញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅវីដេអូទាំងអស់គ្នាអញ្ចឹងដោយសារយើងឃើញថា logo FIFA 2026វា clean ហើយវាស្អាតអញ្ចឹងខ្ញុំចាប់អារម្មណ៍ចង់សាកល្បងគូរវាតើយើងប្រើវិធីសាស្ត្រណាដើម្បីគូរ logo ហ្នឹងអញ្ចឹងជាដំបូងខ្ញុំសូមគូរ grid line ដើម្បីយក line តាមຂະຫນាតរបស់ logo គេអញ្ចឹងណាអញ្ចឹងខ្ញុំអុស grid line តាម icon ហ្នឹងលើក្រោមហើយនិងឆ្វេងស្ដាំដើម្បីពេលយើងគូរទៅកុំឲ្យវាខុសពីຂະຫນាតដើមរបស់គេតោះមកខ្ញុំដាក់វាឲ្យតូចតមកទៀតខ្ញុំធ្វើការគូរនៅ rectangle ចំនួន2អញ្ចឹង rectangle ហ្នឹងគឺខ្ញុំគូរនៅក្នុង line ដែលយើងគូរមុនហ្នឹងហើយដាក់ពណ៌វាចេះមកហើយ copy មួយទៀតអូខេបន្ទាប់មកយើងឃើញថារាងជារួមហ្មងគឺវារាងកោងៗអញ្ចឹងខ្ញុំcurve វាបន្តិចអាចថាប៉ុណ្នេះយើង curve ទាំងពីរចូលគ្នាហ្មងទៅកុំឲ្យវាsorry ខ្ញុំសុំ lock grid យើងបន្តិចកុំឲ្យប៉ះពណ៌អញ្ចឹងខ្ញុំ select ទាំងពីរហើយយើង curve វាទាំងអស់ហ្មងទៅយើង curve ម្ដងទាំងអស់អញ្ចឹងខ្ញុំ curve វាចូលប្រហែលជាប៉ុណ្នេះតាមពិត curve ហ្នឹងយើងមានຂະຫນាតវាដែរប៉ុន្តែដោយសារខ្ញុំrecord ទៅវាបាត់នៅកន្លែងនេះ curve នេះយើងអាចវាយលេខចូលអាចថា3 cm អីចឹងទៅបន្ទាប់ពី curve ហើយយើងឃើញថាlogo របស់យើងវាមានអឺចោះឆ្វៀលនៅកន្លែងលេខ6នេះបន្តិចហើយឆ្វៀលឡើងលេខ2អញ្ចឹងដើម្បីឆ្វៀលបានខ្ញុំយកellipse មួយយើងដាក់ពណ៌ផ្សេងទៅដើម្បីងាយស្រួលមើលដាក់ពណ៌នេះចុះអញ្ចឹងយក ellipse យើងយកមកគូរស្របជាមួយនឹង curve របស់ rectangle របស់យើងហ្នឹងអូខេហើយបន្ទាប់មកទៀតកន្លែងនេះវាមានឆ្នូតមួយអញ្ចឹងខ្ញុំគូរឡាញមួយហើយបន្ទាប់មកយើងដូរពណ៌វាហើយខ្ញុំអុសវាចុះមកក្រោមបន្តិចដើម្បីវាប៉ះជាមួយនឹងellipse របស់យើងណាហើយយើង convert ហើយយើង expand វាមួយសារទៀតហើយខ្ញុំ select ចូលគ្នា Pathfinder divide sorry ហើយយើងធ្វើការ select ជ្រុងមួយដែលយើងត្រូវដកចេញហ្នឹងអុសចេញមកក្រៅមកតមកអបន្ទាត់ទាំងអស់នេះយើងធ្វើការរំលាយវាយើងអាចរំលាយវាចូលជាមួយនឹង SAP របស់យើងក៏បានដែរព្រោះដោយសារវានៅក្នុង SAP យើងស្រាប់អញ្ចឹងយើងយក unit នេះទៅ unite អញ្ចឹងទៅវាចូលគ្នាហើយតបមកអានេះវាគ្រប់អញ្ចឹងយើងធ្វើការ ungroup ហើយអាចចំណុចមួយហ្នឹងយើងយកទៅប្រើនៅខាងលើដូចគ្នាអញ្ចឹងខាងលើនេះយើងប្រើវានៅកន្លែងនេះមួយហើយនិងកន្លែងនេះមួយអញ្ចឹងកន្លែងនេះយើងធ្វើការ right click យើងយក transform ហើយយើងយក reflect អញ្ចឹង reflect យើងយក reflect vertical អូខេមួយនេះយើងដាក់វាឲ្យចំកន្លែងនេះមកហើយខាងក្រោមនេះយើងយកជំនាញយកចំណាត់ហ្នឹងយកទៅ transform ដែរប៉ុន្តែកន្លែងនេះគឺយើងយកhorizontal ចុចអូខេតមកយើងអុសវាមកដល់នេះប៉ុន្តែអ្នកនរសង្កេតឃើញថាលេខ2វាអត់កោងគ្រប់ជ្រុងដូចលេខ6ទេអញ្ចឹងដើម្បីដោះអា2ជ្រុងនេះយើង select យក delete select direct select ហើយយើងយកមក select ជ្រុងនេះមួយហើយជ្រុងនេះមួយហើយយើងទាញវាអស់មកដើម្បីឲ្យវាស្មើអញ្ចឹងបន្ទាប់ពីយើងធ្វើការយកចំណាត់ហ្នឹងយកមកដាក់តាមជ្រុងវាអស់ហើយយើងធ្វើការ select វាចូលគ្នាតមកយើងយក Pathfinder ដដែលហើយយើងយក divide ដដែលអូខេប៉ុណ្ណឹងខ្ញុំគិតថានេះវាអត់ទាន់ដាច់ទេខ្ញុំសុំ back វាសារថ្មី
ទាញវាឲ្យផុតចឹងទេពេលយើង divide វាទៅវាអត់ដាច់ទេចឹងយើង select ចូលនេះភាសាទៀត divide ហើយ ungroup តបមកយើង select ជ្រុងដែលយើង divide មិញហ្នឹង click វាហើយ delete ចោលតែម្ដង click delete ទៅវានឹងចេញទម្រង់បែបនេះតបមកខ្ញុំ select ចូលគ្នាហើយយើងដាក់ពណ៌ក្រហមចុះឬក៏ដាក់ពណ៌ខៀវហើយខ្ញុំអស់ logo FIFA ចូលដូរវាទៅពណ៌សចឹង logo FIFA ហ្នឹងបើសិនយ៉ាងនេះចង់បាន file SVG អាចចូលទៅ download នៅក្នុង website ដែលខ្ញុំធ្លាប់បង្ហាញកាលពីវីដេអូមុនណា website Brandfix ហ្នឹងចឹងយើងអាច download ជា file SVG ហើយនឹង color code វាមកបានហ្នឹងបើករណីយើងចង់បាន color code ណាហើយបន្ទាប់មកខ្ញុំទាញពៀន World Cup ចូលអូខេចឹង process ក្នុងការធ្វើ icon FIFA World Cup 2026មានប៉ុណ្ណេះហើយបើសិនជាអ្នកនាងចង់បាន file ហ្នឹងអាចចូលទៅក្នុង channel Telegram ខ្ញុំនឹងតម្លាក់ឬក៏អាចដាក់ក្នុង group សម្អុយភ្លើងឬក៏ channel សម្អុយភ្លើងតាមជាក់ស្ដែងព្រោះជាមួយពេល record ហើយខ្ញុំនឹងរៀបចំ file ហ្នឹងដាក់ចូលក្នុង group អញ្ចឹងបន្ទាប់មកយើងអាចដូរពណ៌ icon ហ្នឹងបានបែបនេះអូខេអញ្ចឹងវីដេអូយើងថ្ងៃនេះមានតែប៉ុណ្ណេះទេហើយសង្ឃឹមអ្នកនាងចូលចិត្តហើយកុំភ្លេចចុច like ហើយនឹង follow ម្នាក់មួយជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា